សួស្តីបងប្អូនអ្នកលក់ទាំងអស់គ្នាតោះរៀនលក់ទៀតមានសំណួរមួយសួរស្តៀងនឹងវីដេអូខ្ញុំមុនដែរតើយើងគួរផុសលក់រាល់ថ្ងៃទេយើងគួរផ្សាយលក់រាល់ថ្ងៃទេហើយបងមួយក៏ប្រាប់ថាដល់ពេលផុសរាល់ថ្ងៃទៅខ្លាចគេធុញយើងខ្លាចអ្នកទិញវាធុញអញ្ចឹងណាបងប្អូនសាកសម័យបន្តិចបើបងប្អូនអត់ផ្សាយសម័យនេះគេទំនើបហើយអត់ផ្សាយអត់ផុសលើបណ្ដាញសង្គមអីសោះដែលគណៈពេលដែលការផុសហ្នឹងគឺអត់គិតថ្លៃទេមានអត់ដឹងហើយផុសរាល់ថ្ងៃទៅខ្ញុំនិយាយពាក្យអាក្រក់មួយថាគេរស់ស៊ីផ្លូវភេទនៅតែគេថតលក់តាម TikTok ហើយចុះបងប្អូនគាត់តែលក់តំណែងបងប្អូនបងផុសទៅវាដាច់ខ្យល់មែនបងផ្សាយលក់ទៅវាមានខុសអីទេតែគាត់ថាបងប្អូនត្រូវតែប្រយ័ត្នទៅលើរបៀបនៃការសរសេរបង្ហោះនិងសាររបស់បងប្អូនរូបភាពដែលយើងដាក់វីដេអូដែលយើងដាក់ព្រមទាំងពាក្យពេចន៍ដែលយើងប្រើអញ្ចឹងណាឧទាហរណ៍ជាក់ស្ដែងនៅមុខផ្ទះខ្ញុំហ្នឹងអ្នកលក់តាមម៉ូតូតាមកង់3អីគាត់មិនជិះលក់គាត់មិនដាក់ចាក់ភ្លេងចាក់បទចម្រៀងអីចឹងណាមានអ្នកលក់មួយហ្នឹងមានមនុស្សជាច្រើនសើចហើយទាំងខ្ញុំខ្លួនឯងហើយអត់ដឹងថាគាត់លក់អីព្រោះអ្វីដែលគាត់ផ្សាយហ្នឹងមិនដឹងគាត់លក់អីបើបងប្អូននៅជួយច្បាស់ដឹងនឹងគាត់លក់ស្អីទេផ្សាយហ្នឹងអត់ស្ដាប់អត់យល់ទី1ទី2មានបងមួយទៀតហ្នឹងគាត់ផ្សាយលឺដោយសារសំឡេងមកអីគាត់ហ្នឹងខ្ញុំមិនចាំមើលខ្ញុំទៅរកសំឡេងដាក់ក្នុង page ខ្ញុំឲ្យបងប្អូនស្ដាប់គាត់ភូមិមិនគួរចាប់អារម្មណ៍អញ្ចឹងវាគួរឲ្យធុញតែពេលលឺគាត់នៅនេះជេទេវាលក់បកាច់អីវាអត់ដឹងថាស្អីផងផ្សាយហ្នឹងមិនដឹងក៏លក់ស្អីហើយក៏អត់ហ៊ានកាក់សួរដែរមើលទៅអ្នកលក់ហ្នឹងមនុស្សស្រីទេហើយគាត់ស្លៀកពាក់មិនសូវស្អាតដែរហើយគាត់មានដុបពីក្រោយតនីងទទុងមិនដឹងស្អីប៉ុណ្ណាគាត់សន្លេងដូចខ្ទើយមកអញ្ចឹងគាត់ចាក់ឯងមិនដែរយើងអត់ចាប់អារម្មណ៍ទេប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ឃើញអ្នកលក់នេះមួយការ៉េមមួយសម្រាប់កូនខ្ញុំក៏ដោយគាត់ថាតាមអ្នកលក់ការ៉េមគេមកហើយការ៉េម Cambodia Coconut Ice Cream អញ្ចឹងកូនខ្ញុំជីខាងលើចាំអ្នកលក់ហ្នឹងជីកាត់គេមកហើយអញ្ចឹងគាត់ផ្សាយរាល់ថ្ងៃហើយឃើញរត់ទិញលឺតែគេមកហើយឃើញរត់ទិញដោយសារគាត់ប្រើសំឡេងមួយដែលស្ដាប់ទៅទាក់ទាញស្ដាប់ទៅគួរឲ្យចង់ស្ដាប់ចង់ទិញអញ្ចឹងណាអញ្ចឹងសួរថាធុញទេអាចមានអ្នកធុញប៉ុន្តែបងប្អូនជាអ្នកលក់កុំបារម្ភតែបងប្អូនអាចប្រើពាក្យដែលសមរម្យពាក្យដែលព្រោះភាសាពាក្យដែលទាក់ទាញទៅធ្វើឲ្យអ្នកដទៃស្ដាប់ទៅថាអូអ្នកលក់ហ្នឹងមានជីវៈល្អវាមិនជារឿងតម្លង់វាមិនមែនជារឿងជាក្បាលទេប៉ុន្តែមានហាងខ្លះគាត់ផ្សាយរហូតជាពិសេសខ្ញុំនិយាយចំហ្មងទៅនៅជ្រោយចវានៅកន្លែងសួនកុមារគេលេងហ្នឹងអ្នកហាងមួយហ្នឹងគឺលក់តំណែងថៃហ្នឹងលក់តំណែងហុងកុងហ្នឹងគាត់ផ្សាយងោកមិនដឹងជាស្អីបុគ្គលិកគាត់តែទៀតឈួរទាំងអស់ហ្នឹងចាក់ងោកលឺដល់ណាដល់ណីហ្នឹងហើយអ្នកផ្សេងផ្សាយគាត់លឺដែរគាត់ចាក់មីក្រូខ្លាំងហើយសួរតែចង់ទិញខ្ញុំធ្លាប់ទៅម្ដងចង់ក្រោយខ្ញុំឃើញបុគ្គលិកគាត់សួរគាត់លេលើទាំងអស់ហើយរៀងគាត់អាចអនាគតថ្លង់ហើយឬក៏អាចដល់ថ្នាក់បាត់ស្មារតីទាំងអស់គាត់ថាបានព្រោះគាត់ចាក់សំឡេងខ្លាំងពេកតំណែងថៃហុងកុង1-25,000ស្អីចឹងណាការផ្សាយជារឿងល្អប៉ុន្តែគាត់ផ្សាយទី1ដាក់សំឡេងខ្លាំងពេកទី2វាអ្នកលក់អ្នកទិញលើស្ដាប់គ្នាលេងបានហ្នឹងមិនដឹងជាស្អីបុគ្គលិកដើរកវីក្បាលសួរ2-3ម៉ាត់ឆ្លើយអត់រួចផងបុគ្គលិកចាប់ដើមថ្លង់ខ្លះៗហ្នឹងអញ្ចឹងមានថាការផ្សាយល្អប៉ុន្តែនៅពេលដែលយើងផ្សាយមិនព្រោះគួរឲ្យធុញហើយវារំខានដល់អ្នកដទៃវាមិនមែនជារឿងការផ្សព្វផ្សាយដែលសមស្របទេអញ្ចឹងដូចបងប្អូនកុំខ្លាចក្នុងការបង្ហោះក្នុងការផ្សាយចាក់ជាចម្រៀងជាអីអញ្ចឹងណាប៉ុន្តែយើងត្រូវគិតដែរថាវាមាន side effect វាមិនវាល្អបងប្អូនឃើញបងប្អូនជាអ្នកលក់ម៉ាំគាត់ច្រៀងសួរតែរំខានគេអត់ទេគាត់ច្រៀងបរោះទី1ទី2គាត់មានកលៈស័កគាត់មិនមែនច្រៀងវោះល្ងាចទេគាត់ឈប់គាត់ច្រៀងធ្លាប់មើលអ្នកលេងប៉ាហ៊ីឃើញគាត់លេងគាត់អីអញ្ចឹងមានណាធុញគាត់ទិញផលិតផលរបស់គាត់ហើយសប្បាយចិត្តជាមួយគាត់អញ្ចឹងណាហើយឃើញតាមហាងធំគេផ្សាយអត់គេផ្សាយប៉ុន្តែពាក្យពេចន៍ដែលគេប្រើសំឡេងដែលគេប្រើកាយវិការនឹងគេមិនមែនចាក់អូតូហើយ24ម៉ោងរត់តែគេដេកអត់បានទេអញ្ចឹងបងប្អូនគិតឡើងវិញបងប្អូនជាអ្នកលក់បងប្អូនអាចដាក់ជាភ្លេងជាការផ្សាយបានប៉ុន្តែត្រូវដាក់សំឡេងសមល្មមពាក្យពេចន៍ឃ្លោងឃ្លាហ្នឹងឲ្យស្ដាប់បាន
កុំអោយដល់ថ្នាក់គេធុញវាស្ដាប់ទៅមិនដឹងផ្សាយពីស្អីមិនដឹងវាលក់ស្អីវាផ្សាយយាយវាស្អី24ម៉ោងលើ20ម៉ោងរត់តែគេដេកអត់បានអាហ្នឹងក៏វាជាបញ្ហាដែរអញ្ចឹងបងប្អូនជាអ្នកលក់ទាំងអស់គិតឡើងវិញគួរតែមានហ្នឹងហើយមួយទៀតគួរចាប់អារម្មណ៍ក្នុងហាងខ្លះគេគិតចាក់ជាភ្លេងទេតិចកំដរអារម្មណ៍ដល់ភ្ញៀវអញ្ចឹងណាហាងមួយចំនួនចាក់ប័ណ្ណចម្រៀងប័ណ្ណចម្រៀងដែលអ្នកណាក៏ស្ដាប់បានអញ្ចឹងណាប៉ុន្តែហាងមួយចំនួនទៀតហ្នឹងផ្សាយដូចគ្នាចាក់ប័ណ្ណចម្រៀងគឺចាក់ប័ណ្ណសែតបាទឬក៏ចាក់ប័ណ្ណអ្នករត់តុកអញ្ចឹងអត់ទេបែបហ្នឹងគឺមិនត្រូវសម្រាប់ភ្ញៀវទេយើងត្រូវគិតពីភ្ញៀវអញ្ចឹងណាអញ្ចឹងការផ្សាយការបង្ហោះការអីផ្សេងហ្នឹងគុំបង្ហោះឬផ្សាយតាមអំពើចិត្តផ្សាយពីផលិតផលសេវាកម្មរបស់យើងប្រើពាក្យពេចន៍ឃ្លោងឃ្លាណាដែលភ្ញៀវស្ដាប់ទៅចាប់អារម្មណ៍អញ្ចឹងដើម្បីឲ្យគេចាប់អារម្មណ៍បានយើងអាចឲ្យបងប្អូនយើងសាច់ញាតិយើងក្រុមការងារយើងស្ដាប់មើលសំឡេងហ្នឹងវាមិនដែរវាទន់ភ្លន់ស្ដាប់ទៅតំណងអត់អញ្ចឹងយើងចាក់វាមើលសំឡេងប៉ុណ្ណាសមល្មមអញ្ចឹងណាធ្វើទៅបងប្អូនណាសារលក់មិនបងប្អូនជាអ្នក live អីធ្វើមិនឲ្យសមស្របកុំឲ្យវាលឹះលប់ខ្លាំងពេកនៅពេលនោះមានបញ្ហាអញ្ចឹងអ្នកលក់ត្រូវតែចេះបង្ហោះចេះផ្សាយលក់រាល់ថ្ងៃបានតែត្រូវតែចេះប្រើប្រាស់ពាក្យពេចន៍សំឡេងអីផ្សេងៗហ្នឹងឲ្យបានល្អប្រសើរគួរជាទីគប់ចិត្តពីអ្នកស្ដាប់ទាំងឡាយ